រដ្ឋបាលខេត្តកំពង់ចាមប្រពៃទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19ឆ្នាំ2026ឯកឧត្តមអ៊ុនចន្ទាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2026នេះបានអញ្ជើញជាអធិបតីក្នុងឱកាសប្រពៃទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19ឆ្នាំ2026នៅសាលាស្រុកស្ទឹងត្រង់ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្តថ្នាក់ដឹកនាំស្រុកនិងអតីតយុទ្ធជននិងនិវត្តជនប្រមាណជាង200នាក់ឯកឧត្តមអ៊ុនចន្ទាបានថ្លែងក្នុងឱកាសនោះថាការប្រពៃទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19នៃឱកាសនេះគឺជាព្រឹត្តិការណ៍ជាតិមួយដែលធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនៅគុណូបការៈឧត្តមឧត្តមនិងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជនយុទ្ធនារីមន្ត្រីរាជការនិងអ្នកស្នេហាជាតិគ្រប់ចំនួនជាពិសេសអ៊ំពូមីងអតីតយុទ្ធជននិងនិវត្តជនដែលបានបូជាសាច់ស្រស់ឈាមស្រស់និងលះបង់អាយុជីវិតព្រមទាំងបញ្ញាស្មារតីដើម្បីបុព្វហេតុជាតិមាតុភូមិនាំមកនៅសន្តិភាពនិងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ននេះឯកឧត្តមអ៊ុនចន្ទាបានថ្លែងបន្តថាជាការពិតណាស់កម្ពុជាបានឆ្លងកាត់សង្គ្រាមនិងរបបបល្ល័យពូជសាសន៍ហើយបន្សល់ទុកនៅផលវិបាកជាច្រើនដែលមិនអាចគណនាបានជ័យជំនះជាប្រវត្តិសាស្ត្រថ្ងៃ7មករា1979ក្រោមការដឹកនាំរបស់គណបកប្រជាជនកម្ពុជាបានរំដោះប្រទេសជាតិនិងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យចាកផុតពីគ្រោះមហន្តរាយនិងបានស្ដារកសាងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ដោយសពថ្ងៃជ័យជំនះនេះពិតជាមានការចូលរួមចំណែកដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជននិងនិវត្តជនដែលយើងទាំងអស់គ្នាតែងតែចងចាំជានិច្ចនៅគុណបំណាច់ដ៏ឧត្តមឧត្តមថ្លៃថ្លានេះលើសពីនេះទៀតនៅឆ្នាំ1998សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានអនុវត្តដោយជោគជ័យនៅគោលនយោបាយឈ្នះឈ្នះធ្វើឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងគ្រប់ភាគីទាំងអស់រួមទាំងអតីតយុទ្ធជនត្រូវបានធ្វើសមារណកម្មនៅក្នុងកងយុទ្ធពលខេមរៈភូមិន្ទកងនគរបាលជាតិនិងអតីតយុទ្ធជនតែមួយធ្វើឲ្យទឹកដីកម្ពុជាទទួលបាននៅឯកភាពជាតិសុខសន្តិភាពគ្របដណ្ដប់លើផ្ទៃប្រទេសទាំងមូលដែលប្រការនេះធ្វើឲ្យប្រជាជនគ្រប់រូបចងចាំជានិច្ចនៅវីរភាពដ៏អង្អាចក្លាហានរបស់អតីតយុទ្ធជនក្នុងការការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដីនិងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ននេះ